ពលរដ្ឋហ្គាហ្សាថាសម្ដីរបស់លោកត្រាំផ្ទុយពីការពិតខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្រាប់មនុស្សចំនួន18នាក់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានរិះគន់ការអួតសរសើររបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអំពីកិច្ចព្រមព្រៀងសន្តិភាពថាផ្ទុយស្រឡះពីការពិតដែលពួកគេកំពុងជួបប្រទះបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន18នាក់ដ៏សាហាវបំផុតក្រោយបទច្បាញ់កាលពីថ្ងៃប្រហ័សលោកត្រាំបានប្រកាសថាក្រុមហាម៉ាស់នឹងរំសាយអាវុធហើយអ៊ីស្រាអែលនឹងដកទ័ពចេញប៉ុន្តែមន្ត្រីការពារជាតិអ៊ីស្រាអែលបានប្រមានថាខ្លួននឹងមិនដកទ័ពដាច់ខាតលុះត្រាតែហាម៉ាស់រំសាយអាវុធនិងកំទេចរួមក្រោមដីអស់សិនចំណែកហាម៉ាស់វិញទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជាមុនសិនពលរដ្ឋប៉ាឡេស្ទីនបានបញ្ជាក់ថាការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញក្តីសង្ឃឹមសន្តិភាពទាំងស្រុងបច្ចុប្បន្នកងទ័ពអ៊ីស្រាអែលគ្រប់គ្រងផ្ទៃដីហ្គាហ្សា2/3ដែលបង្ខំឲ្យពលរដ្ឋជាង2លាននាក់ត្រូវបានរស់នៅយ៉ាងវេទនាក្នុងតាំងបណ្ដោះអាសន្នតាមបណ្ដោយតំបន់ឆ្នេរតូចចង្អៀតស្ត្រីប៉ាឡេស្ទីនម្នាក់បានរៀបរាប់ថាការវាយប្រហារហាក់ដូចជាសង្គ្រាមបានចាប់ផ្ដើមឡើងវិញដោយមានការទម្លាក់គ្រាប់បែករៀងរាល់ម៉ោងនៅគ្រប់ទីកន្លែងក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃអាទិត្យក៏មានប្តីប្រពន្ធមួយគូនិងកូនរបស់ពួកគេផងដែរទោះបីជាយោធាអ៊ីស្រាអែលអះអាងថាវាយប្រហារតែលើក្រុមសកម្មប្រយុទ្ធក៏ដោយម្សៅទឹកដោះគោ Star Crop Plus